លោកសេដ្ឋីត្រូវបានក្រុមចៅប្លន់ទ្រព្យសម្បត្តិរបស់គាត់ហើយថែមទាំងសម្លាប់អ្នកបម្រើរបស់គាត់បានប្រមូលមាសប្រាក់មួយចំនួនដែលនៅសល់ក៏បានយកមករក្សាទុកនៅក្រោមដើមឈើមួយកន្លែងជីវិតរបស់ខ្ញុំប្រកាសជាត្រូវស្លាប់នៅពេលនេះជាមិនខានដូច្នេះមុនពេលដែលខ្ញុំស្លាប់ខ្ញុំមិនអាចឲ្យមាសប្រាក់របស់ខ្ញុំបានទៅលើក្នុងដៃរបស់ក្រុមចៅទេដូច្នេះខ្ញុំសូមពឹងឲ្យអ្នកជួយថែរក្សាកំណប់មាសប្រាក់ទាំងអស់នេះបើសិនជាថ្ងៃណាមួយជួបនឹងមនុស្សល្អអ្នកឲ្យមាសប្រាក់ទាំងអស់នេះទៅគេទៅព្រោះតែខ្ញុំប្រកាសជាត្រូវស្លាប់ដោយសារតែក្រុមចៅជាមិនខានលោកសេដ្ឋីខ្ញុំនឹងមើលថែរក្សាកំណប់មាសប្រាក់មួយនេះហើយបើសិនជាមានអ្នកណាដែលគេមានទឹកចិត្តខ្ញុំនឹងប្រគល់មាសប្រាក់ទាំងអស់នេះឲ្យទៅគេខ្ញុំពិតជាអរគុណអ្នកជាពុនពេកខ្ញុំនឹងប្រញាប់រត់សម្ដៅចាក់ចេញទៅមុខទៀតទោះបីជាពេលនេះឱកាសនៃការរស់របស់ខ្ញុំមានតិចក៏ដោយប៉ុន្តែខ្ញុំត្រូវតែខិតខំប្រឹងប្រែងខ្ញុំសូមជូនពរឲ្យលោកសេដ្ឋីជួបតែសំណាងល្អនៅតាមផ្លូវសូមកុំឲ្យក្រុមចៅតាមលោកសេដ្ឋីតន់អញ្ចឹងលោកសេដ្ឋីប្រញាប់ធ្វើដំណើរទៅពេលនេះទៅបន្ទាប់ពីលោកសេដ្ឋីបានផ្ដាំផ្ញើមាសប្រាក់ឲ្យទៅដើមឈើថែរក្សារួចហើយលោកសេដ្ឋីក៏ប្រញាប់រត់ចាក់ចេញពីទីនោះរយៈពេល10ឆ្នាំបានកន្លងផុតទៅនៅផ្ទះលោកសេដ្ឋីម្នាក់ទៀតដែលនៅក្នុងភូមិក៏មានចៅមីនុកម្នាក់ដែលជាអ្នកបម្រើហើយត្រូវបានលោកសេដ្ឋីប្រើឲ្យធ្វើការងារធ្ងន់ជារៀងរាល់ថ្ងៃខ្ញុំបានធ្វើកិច្ចការងារដែលលោកសេដ្ឋីបានប្រើរួចហើយតើពេលនេះខ្ញុំអាចទៅសម្រាប់បានទេលោកសេដ្ឋីនៅពេលនេះឯងមិនទាន់អាចទៅសម្រាប់បានទេក៏ព្រោះតែយើងមានការងារមួយទៀតដែលប្រកល់ឲ្យឯងធ្វើឯងត្រូវតែដងទឹកស្រោចបន្លែនៅក្រៅផ្ទះប៉ុន្តែក្រែងការងារទាំងអស់នោះមិនមែនជាការងាររបស់ខ្ញុំទេព្រោះថាការងារនៅកន្លែងនោះមានអ្នកធ្វើរួចហើយដូច្នេះខ្ញុំមិនអាចទៅបានទេលោកសេដ្ឋីឯងកំពុងតែប្រឆាំងនឹងបញ្ជារបស់យើងហើយយើងឲ្យធ្វើអីឯងធ្វើតាមនឹងទៅបើមិនដូច្នេះទេយើងប្រកាសជាដេញឯងចេញជាមិនខានបាទលោកសេដ្ឋីខ្ញុំដឹងហើយខ្ញុំនឹងទៅធ្វើការងារទាំងអស់នោះតាមលោកសេដ្ឋីនិយាយប្រាប់ដូច្នេះលោកសេដ្ឋីក៏មានការព្រួយបារម្ភអីបើដឹងបែបនេះជាការប្រសើរហើយយើងមិនចាំបាច់និយាយវែងឆ្ងាយច្រើនដងដឹងត្រឹមថាពេលនេះឯងទៅធ្វើការងារដែលយើងបានដាក់ឲ្យធ្វើទៅនៅពេលល្ងាចឡើងការងារលោកសេដ្ឋីដែលបានដាក់ឲ្យសំណាងធ្វើសំណាងក៏បានធ្វើរួចរាល់ហើយអ្វីបានជាលោកសេដ្ឋីចូលចិត្តបង្ខំឲ្យខ្ញុំធ្វើការងារមិនឈប់ខ្ញុំគឺជាមនុស្សហើយអ្វីបានជាគាត់មិនឲ្យសម្រាកនៅពេលនេះខ្ញុំបានធ្វើកិច្ចការងាររួចរាល់អស់ហើយបើខ្ញុំដើរទៅជួបគាត់ប្រកាសជាប្រើឲ្យខ្ញុំធ្វើការងារទៀតជាមិនខានមិនកើតទេខ្ញុំត្រូវតែដើរចូលទៅក្នុងព្រៃដើម្បីទៅដេកនៅក្នុងព្រៃឈប់សិនដល់សម្លាញ់កំពុងតែដើរទៅណានឹងការងារដែលលោកសេដ្ឋីដាក់ឲ្យធ្វើរួចហើយតើមែនទេទៅបានជាមកឈរនៅទីនេះទម្រាំតែធ្វើរួចចិត្តតែខ្យល់ស្លាប់ហើយយើងគិតថាដើរចូលព្រៃបន្តិចដើម្បីរកកន្លែងសម្រាកបើយើងទៅផ្ទះលោកសេដ្ឋីឃើញប្រកាសជាប្រើយើងទៀតជាមិនខានអញ្ចឹងឯងគួរតែទៅរកកន្លែងសម្រាកទៅមិនបានជាឯងមិនព្រមចាក់ចេញពីផ្ទះលោកសេដ្ឋីលោកសេដ្ឋីតែងតែឲ្យឯងធ្វើការងារមិនឈប់មិនបានជាឯងទ្រាំឲ្យលោកសេដ្ឋីប្រើឲ្យធ្វើការងារធ្ងន់ធ្ងរបែបនេះដោយសារតែយើងគិតថាគាត់ជាអ្នកមានកូនទី2ដែលគាត់បានរើសយើងយកមកចិញ្ចឹមទាំងដែលយើងជាកូនកំព្រាដូច្នេះហើយទើបយើងចិត្តមិនដាច់ពីគាត់ប៉ុន្តែរាល់ថ្ងៃនេះឯងកំពុងតែធ្វើបាបខ្លួនឯងហើយក៏ព្រោះតែលោកសេដ្ឋីតែងតែប្រើឲ្យធ្វើការងារមិនឈប់អញ្ចឹងបើសិនជាឯងមានចិត្តនៅទីនេះបន្តទៀតឯងក៏នៅទៅយើងគ្រាន់តែនិយាយចង់ឲ្យសម្លាញ់មានផ្លូវដើរដោយខ្លួនឯងយើងពិតជាអរគុណណាស់សម្លាញ់ដែលសម្លាញ់បាននិយាយណែនាំប៉ុន្តែយើងគិតថាទ្រាំនៅទីនេះបន្តិចទៀតសិននៅពេលណាមួយដែលយើងអស់ការអត់ទ្រាំយើងប្រកាសជាចាក់ចេញសំណាងក៏បានដើរចូលទៅក្នុងព្រៃដើម្បីរកកន្លែងសម្រាកបន្តិចក្រោយមកសំណាងក៏បានដើរមកដល់ទីកន្លែងដើមឈើដែលមានកំណប់មាសប្រាក់នៅខាងក្រោមនៅពេលដែលសំណាងកំពុងតែដេកនៅក្រោមដើមឈើនោះក៏មានអ្នកកាប់ឈើដែលជាអ្នកធ្វើតុធ្វើទូដើរមកបំរុងនិងកាប់ដើមឈើមួយដើមនោះសួស្ដីលោកបងជួយងើបចេញពីដើមឈើនេះបន្តិចទៅក៏ព្រោះតែខ្ញុំត្រូវការកាប់ដើមឈើមួយដើមនេះយកទៅធ្វើតុទូ
លោកបងត្រូវការកាប់ដើមឈើមួយដើមនេះតើមែនទេប៉ុន្តែដើមឈើមួយដើមនេះជាដើមឈើដែលខ្ញុំតែងតែមកដេកតាំងពីតូចរហូតដល់ធំខ្ញុំសូមអង្វរលោកបងកុំកាប់បំផ្លាញដើមឈើមួយដើមនេះអីតើបានទេមិនបានទេណាលោកបងព្រោះថាខ្ញុំត្រូវការដើមឈើប្រភេទនេះដើម្បីយកទៅធ្វើការងាររបស់ខ្ញុំដូច្នេះខ្ញុំត្រូវតែកាប់ដើមឈើមួយដើមនេះសូមលោកបងចាក់ចែងពីដើមឈើនេះទៅប៉ុន្តែនៅក្នុងព្រៃនេះមានដើមឈើច្រើនទៀតណាលោកបងហើយអ្វីបានជាលោកបងត្រូវការដើមឈើមួយដើមនេះទៅវិញលោកបងទៅកាប់ដើមឈើមួយដើមផ្សេងទៀតទៅដើមឈើនេះខ្ញុំមិនអនុញ្ញាតទេបើសិនជាលោកបងឯងមិនអនុញ្ញាតឲ្យខ្ញុំកាប់បែបនេះខ្ញុំនឹងទុកដើមឈើមួយដើមនេះប៉ុន្តែថ្ងៃណាមួយនៅពេលដែលខ្ញុំរកឈើប្រណិតមិនបានខ្ញុំនឹងវិលមកកាប់វិញជាថ្មីជាមិនខានបន្ទាប់មកអ្នកកាប់ឈើក៏បានចាក់ចេញទៅវិញយើងសូមអរគុណទឹកចិត្តអ្នកជាពន់ពេកដែលអ្នកបានជួយសង្គ្រោះជីវិតរបស់យើងមិនឲ្យមានគេកាប់បំផ្លាញនេះខ្ញុំមិនមែនយល់សុបិនទេតាមទេដើមឈើអាចនិយាយបាននេះជាការពិតឬមួយក៏ជាការយល់សុបិនមិនមែនជាការយល់សុបិនទេប៉ុន្តែវាគឺជាការពិតដែលអ្នកបានជួបដូច្នេះយើងសូមអរគុណអ្នកជាពន់ពេកដែលអ្នកបានជួយសង្គ្រោះជីវិតរបស់យើងមិនអីទេក៏ព្រោះតែដើមឈើមួយដើមនេះខ្ញុំតែងតែមកដេកតាំងពីតូចរហូតដល់ពេលនេះតើអ្នកអាចនិយាយភាសាមនុស្សបានតាំងពីពេលណាមករយៈពេល10ឆ្នាំមកហើយដែលខ្ញុំតែងតែមកដេកនៅក្រោមដើមឈើនេះហើយអ្វីបានជាអ្នកមិនដែលនិយាយជាមួយខ្ញុំឲ្យបានដឹងក៏ព្រោះតែខ្ញុំខ្លាចអ្នកមានការភ្ញាក់ផ្អើលហើយអ្នកមិនហ៊ានសម្រាកនៅទីនេះទៀតទើបខ្ញុំមិនដែលហ៊ាននិយាយឲ្យអ្នកបានដឹងថាខ្ញុំមានវិញ្ញាណជាមនុស្សប៉ុន្តែពេលនេះអ្នកបានជួយសង្គ្រោះជីវិតរបស់ខ្ញុំដូច្នេះខ្ញុំពិតជាអរគុណអ្នកក៏ព្រោះតែអ្នកមានការភ័យខ្លាចខ្ញុំមិនហ៊ានមកទីនេះទៀតអស់រយៈពេល10ឆ្នាំមកនេះប៉ុន្តែមិនអីទេចាប់តាំងពីថ្ងៃនេះទៅខ្ញុំនឹងមកលេងអ្នកជារៀងរាល់ថ្ងៃដើម្បីជាការតបស្នងខ្ញុំមានកំណត់មាសប្រាក់ដែលនៅកប់នៅខាងក្រោមចូលអ្នកកាយដីនៅខាងក្រោមហើយអ្នកនឹងបានឃើញកំណត់មាសប្រាក់ជាមិនខាននេះគឺជាកំណត់មាសប្រាក់ដែលលោកសេដ្ឋីបានយកមកឲ្យខ្ញុំរក្សាទុកមុនពេលដែលក្រុមចៅបានសម្លាប់គាត់ដល់ពេលនេះខ្ញុំគិតថាដល់ពេលហើយដែលខ្ញុំនឹងប្រគល់កំណត់មាសប្រាក់នោះឲ្យអ្នកជាអ្នកមានចិត្តបុណ្យខ្ញុំពិតជាអរគុណអ្នកជាពន់ពេកដែលអ្នកបានផ្ដល់កំណត់មាសប្រាក់ឲ្យមកខ្ញុំនេះគឺជាសំណាងរបស់ខ្ញុំហើយដែលអ្នកបានផ្ដល់មាសប្រាក់ឲ្យខ្ញុំបែបនេះសំណាងក៏បានជីកដីនៅខាងក្រោមគល់ឈើដើម្បីយកកំណត់មាសប្រាក់ដែលនៅខាងក្រោមនៅពេលដែលសំណាងបានក្លាយទៅជាសេដ្ឋីរឿងរ៉ាវទាំងអស់ក៏បានឮដល់លោកសេដ្ឋីដែលមានចិត្តលោភលន់ហើយថែមទាំងឮដល់មនុស្សគ្រប់គ្នាដែលនៅក្នុងភូមិរហូតដល់អ្នកភូមិខ្លះបំរុងនៅទៅកាប់ដើមឈើនោះដោយពួកគេទាំងអស់នោះគឺជាមនុស្សមានចិត្តលោភលន់ដើម្បីចង់បានមាសប្រាក់នៅថ្ងៃនោះបើយើងកាប់ដើមឈើមួយដើមនោះសំណាងប្រកាសជាមិនអាចមានមាសប្រាក់ច្រើនដូចជាពេលនេះទេប៉ុន្តែដោយសារតែយើងយល់ដល់សំណាងទើបបានជាយើងមិនបានកាប់នៅពេលនេះសំណាងបានក្លាយទៅជាសេដ្ឋីបាត់ហើយអ្នកភូមិទាំងអស់គ្នាតែងតែខ្វះខាតប្រាក់ទៅខ្ចីសំណាងជានិច្ចនៅពេលនេះសំណាងក្លាយទៅជាអ្នកមានចិត្តបុណ្យជួយសង្គ្រោះអ្នកភូមិរបស់យើងគ្រប់គ្នាបើយើងទាំងពីរនាក់ទៅកន្លែងដើមឈើនោះហើយយើងទាំងពីរនាក់សម្លុតដើមឈើដើម្បីទារកំណត់មាសប្រាក់យើងប្រកាសជាអាចយកកំណត់មាសប្រាក់បានជាមិនខានមែនហើយយើងក៏បានគិតដូចជាឯងដែរយើងទាំងពីរនាក់គួរតែទៅកន្លែងដើមឈើមួយដើមនោះទៅដើម្បីទៅទារមាសប្រាក់ពីដើមឈើមួយដើមនោះអញ្ចឹងតោះយើងលួចទៅនៅពេលនេះទៅកុំឲ្យសំណាងបានដឹងបើសិនជាសំណាងបានដឹងសំណាងប្រកាសជាមិនប្រោះឲ្យយើងទៅរកដើមឈើនោះទេអញ្ចឹងមានន័យថាពួកយើងទាំងពីរនាក់ត្រូវលួចទៅនៅពេលនេះអ្នកទាំងពីរក៏ប្រញាប់ចាយចេញទៅចំណែកដើមឈើនៅពេលដែលបានឲ្យមាសប្រាក់ទៅសំណាងរួចហើយទីកន្លែងដែលរក្សាមាសក៏คล้ายទៅជារូននៅខាងក្រោមដើមឈើហើយក៏មានកូនពស់ចូលទៅរស់នៅក្នុងទីកន្លែងនោះប្រញាប់ប្រគល់មាសប្រាក់ឲ្យយើងនៅពេលនេះភ្លាមមកបើមិនដូច្នេះទេយើងនឹងកាប់បំផ្លាញដើមរបស់ឯងជាមិនខានបើសិនជាឯងប្រគល់មាសប្រាក់ឲ្យមកយើងនឹងរក្សាដើមឯងទុកមែនហើយឯងបានឮទេបើសិនជាមិនព្រមទេយើងនឹងកាប់បំផ្លាញដើមរបស់ឯងជាមិនខានហើយឯងនឹងត្រូវបាត់បង់ជីវិតជារៀងរហូតអ្នកទាំងពីរនេះពិតជាមានចិត្តលោភលន់ដូច្នេះយើងឲ្យគេលូកដៃចូលទៅក្រោមដើមឈើរបស់យើងនឹងត្រូវពុះចឹកជាមិនខានដល់ពេលនោះពួកគេទាំងពីរនឹងស្លាប់ដើម្បីជាការព្រមានដល់អ្នកក្រោយទៀតមិនហ៊ានមកទារកំណត់មាសប្រាក់
កំណប់មាសប្រាក់នៅខាងក្រោមគល់របស់យើងនឹងហើយអ្នកទាំងពីរលូកដៃចូលទៅខាងក្រោមទាញមាសប្រាក់ចេញមកខាងក្រៅមកនោះហើយគឺជាកំណប់មាសប្រាក់ដែលយើងបានរក្សាទុកនៅខាងក្រោមអ្នកទាំងពីរក៏បានធ្វើតាមកូនពស់និយាយប្រាប់ស្រាប់តែពេលនោះក៏ត្រូវបានកូនពស់ដែលនៅក្រោមដើមឈើនោះចឹកអ្នកទាំងពីរបណ្ដាលឲ្យអ្នកទាំងពីរស្លាប់នៅក្នុងពេលនោះ